បាទសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីការដែលយើង add ការចូលហើយប៉ុន្តែយើង add ចំនួនលុយអត់ចូលនៅក្នុងអឺ Visa card ឬក៏ Master card ដែលយើង add ថ្មីហ្នឹងបញ្ហានេះគឺកើតឡើងសម្រាប់តែអ្នកដែលទើបតែ add ការថ្មីភាគច្រើនគឺគាត់ជួបបញ្ហាបែបហ្នឹងមានន័យថាគាត់ add លុយបន្ថែមអត់ចូលណាឧទាហរណ៍ជាក់ស្ដែងដូចជារបស់ខ្ញុំនេះជាដើមចាំមើលខ្ញុំ add $10 សម្រាប់អ្នកទាំងអស់គ្នាមើលបាទចុច confirm internet យើង slow តិចអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាឃើញនេះគឺវា add ទៅគឺអត់កើតអញ្ចឹងវា load មកអញ្ចឹងណាចាំន័យថាយើង add លុយអត់ចូលទេអូខេអញ្ចឹងយើងដើម្បី add លុយចូលយើងទី1យើងត្រូវចូលមកកន្លែង campaign សិនយើងត្រូវចុច create campaign មួយនេះហើយយើង book page មួយអ្នកទាំងអស់គ្នាយើងចុច book page មួយមកអញ្ចឹងតោះចំណុចនេះដោយសារ campaign ថ្មីអញ្ចឹងខ្ញុំចុច book សិនត្រង់ចំណុច book page នេះខ្ញុំសូម skip ឲ្យលឿនបន្តិចព្រោះយើងអត់ focus ទៅលើការ book page ទេអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាជា book page ជាអីហើយប៉ុន្តែអ្នកទាំងអស់គ្នាមកមើលវីដេអូនេះគឺត្រង់ថាយើង add កាតទៅហើយយើង add ចំនួនលុយអត់ចូលបាទអញ្ចឹងយើង book page មួយសិនមកអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំគឺអាចនឹងទទួលបានថា 99% ដែលអាច add ចូលវិញបានណាព្រោះខ្ញុំមានបទពិសោធន៍ធ្វើបែបហ្នឹងច្រើនដងព្រោះខ្ញុំ add ទៅ account 4-5 ហើយគឺវាមានបញ្ហាបែបហ្នឹងខ្ញុំធ្វើបែបហ្នឹងគឺវាដំណើរការអញ្ចឹងចាំ campaign ដែលយើង boot នេះវាដំណើរការកាត់លុយសិនអ្នកទាំងអស់គ្នាត្រូវឲ្យវាកាត់លុយនៅត្រង់ចំណុចនេះឥឡូវវានៅ0ហើយត្រង់ចំណុចនេះយើងមាន$4ដោយសារតែយើង add កាតភ្លាមអ្នកខ្លះមាន$4អ្នកខ្លះមាន$5អ្នកខ្លះមាន$2អញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះគេ free ឲ្យយើងឥឡូវចាំមើលវាដំណើរការសិនវានៅ in review ឡើយអ្នកទាំងអស់គ្នាចុងអ្នកទាំងអស់គ្នាចាំនៅយូរអញ្ចឹងខ្ញុំផាយជាចាំវាដំណើរការហើយចាំខ្ញុំថតជូនអ្នកទាំងអស់គ្នាបន្តទៀតអ្នកទាំងអស់គ្នាចាំ Visa card ខ្ញុំឲ្យហើយដូចថាខ្ញុំដាក់ Visa card ថ្មីផ្សេងឯផ្លែកពីនឹងទៀតអញ្ចឹងអ្នកទាំងអស់គ្នាមើលហើយចំណាំទៅបញ្ហាមិញហ្នឹងគឺ add អត់ចូលគឺ Visa card ហ្នឹងអូខេឥឡូវវាតន្តនាការទេវានៅ in review 2000 years later បាទឥឡូវគឺយើងដំណើរការឲ្យបន្ទាប់ពីចាំអស់200លានឆ្នាំហើយវាដើរហើយអ្នកទាំងអស់គ្នាអូខេតែដូចជានៅ00ឡើយតាំងកាត់លុយឯងចូលមើលកន្លែងសិនយើងមើលកន្លែងហ្នឹងអត់សូវច្បាស់ទេយើង refresh មួយសិនមកយើងចូលមកត្រង់ចំណុចនេះ refresh មួយចាំមើលវានៅ00ទៀតអត់អ៊ីនធឺណិតខ្ញុំរៀង slow តិចអ្នកទាំងអស់គ្នានៅខាងនេះបាទឃើញថាវាកាត់បន្តិចហើយអ្នកទាំងអស់គ្នាកាត់ប៉ុណ្្នឹងគឺយើងអាច add លុយចូលហើយឥឡូវយើងមកមើលនៅកន្លែង campaign វិញឃើញកាត់អត់ដូចជាអត់ទេអូខេឥឡូវកាត់ត្រង់ប៉ុណ្្នឹងគឺបានហើយអញ្ចឹង Visa card ហ្នឹងដដែលណាលេខដដែលអ្នកទាំងអស់គ្នាមើលហើយឥឡូវខ្ញុំសាក add $5បានទេចុចនេះ confirm បាទឃើញអ្នកទាំងអស់គ្នាគឺទទួលបានតែម្ដងអូខេអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូនឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអាចសាកធ្វើបានបើសិនជាមានបញ្ហា add លុយបន្ថែមអត់ចូលណាបាទអរគុណបាយបាយ